ចំណុចនេះខ្ញុំចង់បញ្ជាក់ដែរចំពោះចំនួនបណ្ដឹងចេញនោះគឺមានចំនួនច្រើននៅក្នុង6ខែដើមឆ្នាំនេះគឺមានអឺជាង2000ករណីបទល្មើសនោះគឺមានបទល្មើសច្រើនដូចខ្ញុំបានលើកឡើងអញ្ចឹងបទល្មើសអន្តោប្រវេសន៍នេះក៏ច្រើនបទល្មើសផ្សេងប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់នេះគឺដាច់ខាតត្រូវតែបណ្ដឹងចេញរដ្ឋាភិបាលរបស់យើងមិនឲ្យមានវត្តមានក្នុងប្រទេសកម្ពុជាទេចំនួននោះគឺមានជិត5000នាក់ដែរគឺ4600នាក់ជាងមាន88សញ្ជាតិបាទចា៎ហើយហ្នឹងបើសិនជាថាដូចខ្ញុំបានលើកឡើងអញ្ចឹងបើប្រៀបធៀបទៅពី6ខែដើមឆ្នាំ2024គឺមានការកើនឡើងហើយអ្វីដែលកើនឡើងនោះដូចខ្ញុំបានបញ្ជាក់អញ្ចឹងមានពាក់ព័ន្ធជាមួយនឹងជនបរទេសមួយចំនួនមកធ្វើការងារខុសច្បាប់ស្នាក់នៅខុសច្បាប់លួចជ្រៀតចូលក្នុងប្រទេសកម្ពុជារបស់យើងខុសច្បាប់ហើយនឹងអាចនឹងពាក់ព័ន្ធជាមួយនឹងករណីការឆបោកអនឡាញផងដែរបាទគាត់ចូលមកជាអ្នកវិនិយោគអ្នកធ្វើការងារប៉ុន្តែមួយចំនួនគាត់មិនបានបន្តការស្នាក់នៅនេះគឺក៏ខុសច្បាប់ដែរហើយបើគាត់ទៅធ្វើការងារអត់មានបានការងារនេះមិនបានបង់ពន្ធមិនបានធ្វើបានការងារឲ្យរបស់ពីក្រសួងការងារនេះគឺខុសច្បាប់តែម្ដងអញ្ចឹងគឺយើងមានបទល្មើសជាច្រើនដែលយើងថាត្រូវបដិញ្ញគាត់ចេញនេះបាទ